Hey សួស្តីអ្នកទាំងអស់គ្នាខ្ញុំណែឥឡូវនេះយើងមកតាមដានសាច់រឿងយើងបន្តទៀតកាលពីភាគមុនបញ្ចប់ត្រឹមអាកូនលីនប៉ៃហួរបានប្រើប្រាស់ថ្នាំបង្វិលឈាមរបស់វ៉ាងជីដែលធ្វើឲ្យរូបរាងរបស់វាផ្លាស់ប្ដូរទៅជាទម្រង់ថ្មីមួយទៀតហើយក៏ធ្វើឲ្យធម៌ពលរបស់វាកើនឡើងពីកម្រិតផងដែរឃើញអញ្ចឹងពួកក្រុមព្រឹទ្ធាចារ្យក៏សប្បាយចិត្តហើយព្រឹទ្ធាចារ្យបាក់កក៏បានស្រែកថាយន់ឈីងយ៉ាងពីនេះឯងនឹងចាញ់អូយប្រហែលជាព្រឹទ្ធាចារ្យនោះសប្បាយចិត្តពេកភ្លេចគិតថាខ្លួនឯងឈឺកតែអញ្ចឹងក៏សំមុខគាត់ដែរព្រោះគាត់តកយន់តែបែរជាគាំទ្រតកលីនទៅវិញនៅពេលនោះអាកូនលីនប៉ៃហួរក៏បានហក់ទៅវាប្រហែលឈីងយ៉ាងរបស់យើងបណ្ដានឹងនិយាយរឿងសម្ងាត់ប្រាប់ឈីងយ៉ាងរបស់យើងបណ្ដាថាការពិតការបាត់ខ្លួនគូតដឹងរបស់យុនសៀននិងរឿងរ៉ាវនៅពីក្រោយខ្នងការបាត់បង់ដៃម្ខាងរបស់គេគឺជាផែនការដែលខ្ញុំរៀបចំឡើងទាំងអស់ហើយនេះគឺជាទោសដែលគេហ៊ានលួចយកមនុស្សស្រីដែលខ្ញុំស្រឡាញ់យុនសៀនស្ដាប់ឮរឿងនេះហើយធ្វើឲ្យគេខឹងឡើងញាក់ដៃរីឯសិស្សកូនគ្រូសាលីនក៏ភ្ញាក់ផ្អើលនឹងរឿងនេះផងដែរពួកគេស្មានតែគូតដឹងរបស់យុនសៀនគឺជាអ្នកនាងលីនឡានដែលត្រូវជាប្អូនស្រីរបស់លីនប៉ៃហួរចំណែកឯឈីងយ៉ាងរបស់យើងវិញបានដាក់គេមួយដាវខ្ទាតទៅក្រោយហើយនិយាយថាមនុស្សដូចឯងពិតជាអាក្រក់ខ្លាំងណាស់ព្រៀបមិនបាននឹងសត្វមួយក្បាលផងពេលនោះអាកូនលីនប៉ៃហួរបានស្រូបថាមពល2នាក់កំពុងមើល3នាក់ដើម្បីបង្កើនថាមពលរបស់គេហើយក៏ហោវាឈីងយ៉ាងរបស់យើងមួយសាទៀតតែឈីងយ៉ាងរបស់យើងប្រើស្នីបដាវតកវាប្រហារទៅលើគេតែមិនស្នីបទេធ្វើឲ្យទីលានទាំងមូលពោពេញទៅដោយតកហើយក៏អាចកាប់ក្បាលរបស់គេបានផងដែរដែលធ្វើឲ្យព្រឹទ្ធាចារ្យយុនឡាននិងយុនសៀនស្រែកថាអស្ចារ្យខ្លាំងណាស់ចំណែកសិស្សកូនគ្រូសាលីនបានដើរមើលរើសដុំតកដែលជាក្បាលរបស់អាកូនលីនប៉ៃហួរទាំងញ័រដៃពេលនោះឈីងយ៉ាងរបស់យើងក៏បានដើរមកជិតវាហើយនិយាយថាកម្រិតវិញ្ញាណមេរបស់ឯងគឺមិនអន់នោះទេតែមកពីគេប្រើប្រាស់ថ្នាំលើកំណត់ដែលបណ្ដាលឲ្យខ្លួនប្រាណរបស់គេត្រូវបានផ្ទុះបែកតែសិស្សកូនគ្រូសាលីនមិនជឿឈីងយ៉ាងរបស់យើងនោះទេវានៅតែចោទថាឈីងយ៉ាងជាអ្នកសម្លាប់អាកូនលីនប៉ៃហួរដដែលពេលនោះវាបានតោះហៅសត្វវិញ្ញាណប្រចាំគ្រូសាលីនមកជួយសងសឹកគ្រាន់តែម្ដងភ្លាមអាសត្វនោះបានស្រែកមួយទំហឹងដាក់ឈីងយ៉ាងរបស់យើងតែឈីងយ៉ាងរបស់យើងឈើប្រឹងអត់មានព្រឺអីបន្តិចហើយអាសត្វនោះក៏បានប្រាប់ថានៅក្នុងការប្រកួតប្រចាំទីក្រុងធានយូថ្ងៃទី10នេះលីនវៃនឹងសម្លាប់ឯងនៅក្នុងការប្រកួតនោះជាមិនខានទេហើយក្រុមព្រឹទ្ធាចារ្យ3 4នាក់ក៏បាននិយាយប្រាប់គ្នាគាត់ថាលីនវៃមានជំនាញបណ្ដុះបណ្ដាលនិងគ្រប់គ្រងសត្វវិញ្ញាណហើយគេជាសិស្សលេចធ្លោជាគេដែលបានបញ្ចប់ការសិក្សាពីសាលាធានយានដ៏ល្បីប្រចាំទីក្រុងធានយូហើយអាសត្វក្បាល3មួយនោះក៏បាននិយាយបន្ថែមថាសូម្បីពាក្យចចាមអារាមក៏និយាយថាលីនវៃនឹងទទួលបានជ័យជំនះនៅក្នុងការប្រកួតរយៈពេល10ថ្ងៃខាងមុខនេះដែរហើយគាត់ក៏ជាអ្នកស្នងដំណែងបន្តគ្រប់គ្រងគ្រូសាលីនផងដែររីឯព្រឹទ្ធាចារ្យពុកមាត់ស្ទាវនេះវិញគាត់សប្បាយចិត្តយ៉ាងខ្លាំងហើយក៏រំពឹងថាជាញាណរបស់យើងនឹងស្លាប់នៅពេលនោះហើយសូម្បីតែព្រឹទ្ធាចារ្យបាក់កក៏រំពឹងថាលីនវៃនឹងអាចសងសឹកឲ្យកូនប្រុសរបស់គាត់បានផងដែរជាញាណរបស់យើងក៏បាននិយាយថាកាលពីនៅក្មេងៗលីនវៃវាយមិនដែរឈ្នះខ្ញុំផងខ្ញុំតែងតែវាយវារហូតដល់រាកនោមដាក់ខោរហូតហើយឥឡូវមានមុខមកណាត់ខ្ញុំប្រកួតទៀតអាសត្វក្បាល3នោះក៏និយាយបន្តថាថ្ងៃនេះផ្ញើទុកសិនចុះចាំថ្ងៃប្រកួតមកដល់ខ្ញុំនឹងធ្វើឲ្យឯងចេះអង្វរគេឲ្យទុកជីវិតឲ្យរស់និយាយចប់វាក៏ចាប់ផ្ដើមហាឡើងបំរុងនឹងត្រឡប់ទៅវិញតែជាញាណរបស់យើងប្រាប់ថាចង់ទៅណាសិតតែសាច់នេះហើយក៏បន្ទាត់ដៃផាច់បញ្ចេញឆ្មាបាយថ្នាំឲ្យទៅវាប្រហារអាសត្វមួយនោះឆ្មាបាយថ្នាំរូបរាងតូចមែនពិតតែសមត្ថភាពមិនធម្មតាវាបានផ្លុំភ្លើងដល់អាសត្វមួយនោះឆេះយ៉ាងសន្ធោសន្ធៅជាលទ្ធផលអាសត្វក្បាល3នោះក៏ក្លាយទៅជាសាច់ខ្វាយបាត់ទៅហើយឈិញយ៉ាងរបស់យើងក៏បានរោយអំបិលទៅលើសាច់នោះធ្វើឲ្យជះក្លិនឈ្ងុយពេញទីលានប្រកួតតែម្ដងសាច់រឿងកាន់មកដល់ជួរភ្នំដែលមានសត្វកាចសាហាវយើងឃើញឆ្មាបាយថ្នាំកំពុងស្រូបថាមពលវិញ្ញាណចេញពីសត្វមង្គួយមួយមើលទៅវាហាក់ដូចជាមិនឆ្ងាញ់អីសោះចង់ក្អួតផងអីផងឈិញយ៉ាងរបស់យើងក៏បាននិយាយទៅកាន់វាថាសត្វវិញ្ញាណតូចតាចអញ្ចឹងឲ្យខ្ញុំទៅទេក៏ខ្ញុំមិនយកដែរឆ្មាបែកថ្នាំតបវិញភ្លាមថាខ្ញុំមិនខ្វល់ថាវាជាសត្វវិញ្ញាណថ្នាក់ខ្ពស់ឬថ្នាក់ទាបនោះទេពេលនេះខ្ញុំកំពុងតែឃ្លានមានតែស៊ីវាសិនហើយឈិញយ៉ាងរបស់យើងលឺអញ្ចឹងក៏និយាយថាតោះចេញប្រមាញ់សត្វវិញ្ញាណហើយក៏ចាប់កាន់ឆ្មានោះរត់ទៅយ៉ាងលឿនដែលធ្វើឲ្យវាភ័យយ៉ាងខ្លាំងបន្ទាប់មកពួកគេបានសហការគ្នាប្រយុទ្ធជាមួយសត្វចម្លែកជាច្រើនកំឡុងពេលនោះក៏មានសត្វស្លាបដ៏ធំមួយហក់វាប្រហារគេតែអាឆ្មាបែកថ្នាំបានប្រើក្បាច់ចាស់ម្ដងទៀតជាលទ្ធផលអាសត្វដ៏ធំមួយនោះបានក្លាយទៅជាសាច់អាំងបាត់ទៅហើយក្នុងរយៈពេល3ថ្ងៃនេះពួកគេបានសម្លាប់សត្វវិញ្ញាណកម្រិតខ្ពស់បាន59ក្បាលបន្ទាប់មកពួកគេបានយកស្នូលថាមពលរបស់សត្វទាំងនោះទៅផលិតជាថ្នាំដែលមានជំនួយពីភ្លើងចលាចលដែលនៅក្នុងខ្លួនអាឆ្មាបែកថ្នាំពួកគេក៏អាចចម្រាញ់ថ្នាំពាក់កណ្ដាលកម្រិតស្ដេចបានចំនួន8គ្រាប់បន្ទាប់មកពួកគេបានចែកគ្នាម្នាក់4គ្រាប់ដើម្បីស្រូបចូលក្នុងខ្លួនផងដែរក្រោយពេលពួកគេបានស្រូបយកថ្នាំវិញ្ញាណរួចរាល់ពួកគេក៏បបួលគ្នាញ៉ាំសាច់អាំងរបស់គេពេលនោះឈីងយ៉ាងរបស់យើងបានបេះសាច់ភ្លៅមួយដុំធំហុចឲ្យឆ្មាបែកថ្នាំនោះស្របពេលដែលឆ្មាបែកថ្នាំកំពុងតែស្រក់ទឹកមាត់រំភើបនឹងសាច់អាំងរបស់គេស្រាប់តែមានចៅមួយក្រុមមកដណ្ដើមសាច់នោះយកបាត់ឈីងយ៉ាងរបស់យើងក៏បាននិយាយថាគាត់ស្អប់ណាស់អ្នកដែលរំខានគាត់ញ៉ាំអាហារតែក្រុមពួកចៅទាំងនោះបានឲ្យឈីងយ៉ាងរបស់យើងចុះចូលជាមួយវាទៅចាំពួកវាផ្ដោតតួនាទីឲ្យជាអ្នកច្បាច់ដៃច្បាច់ជើងចំណែកឯឈីងយ៉ាងរបស់យើងបានចាប់អារម្មណ៍ដឹងថាក្រុមនេះគឺជាក្រុមចៅដែលធ្លាប់វាប្រហារគាត់កាលពី3ឆ្នាំមុនស្របពេលដែលគាត់ធ្វើដំណើរទៅភ្នំឡាំងយ៉ាចំណែកឯពួកក្រុមចៅក៏បានឲ្យឈីងយ៉ាងរបស់យើងលុតជង្គង់គ្រប់ពួកវាចាំពួកវាទុកជីវិតឲ្យពេលនោះឈីងយ៉ាងរបស់យើងបានប្រើធម្មពលបន្តិចបាញ់ទៅលើជើងទាំងសងខាងរបស់វាដែលធ្វើឲ្យវាត្រូវលុតជង្គង់ចុះហើយ
ឈីងយ៉ាងរបស់យើងបានឆក់យកសាច់អាំងត្រឡប់មកវិញរួចបោះឲ្យអាឆ្មា3ថ្នាំហើយញ៉ាំវាលឿនៗទៅតនៅក្តៅៗឃើញអាឆ្មា3ថ្នាំរៀងតូចអញ្ចឹងទេតែសាច់អាំងឡើងប៉ុណ្ណាណីវាស៊ីឡើងអស់រលីងសល់តែឆ្អឹងពេលនោះពួកក្រុមចៅទាំងអស់ក៏បានហក់ចូលវាយប្រហារឈីងយ៉ាងរបស់យើងព្រមគ្នាតែម្ដងតែត្រូវអាឆ្មា3ថ្នាំព្រោះឆ្អឹងចាត់ការពួកវាគ្មានសមម្នាក់ហើយអាមេរិកក៏បានអង្វរឲ្យទុកជីវិតឲ្យវាផងចាំវាបកគោលផែនទីកំណត់បុរាណឲ្យឈីងយ៉ាងរបស់យើងឈីងយ៉ាងក៏បានយកផែនទីនោះមកមើលហើយស្របពេលដែលឈីងយ៉ាងរបស់យើងកំពុងតែមើលភ្លេចខ្លួនវាក៏បានរើសយកលំពេញបំរុងនឹងលួចចាក់សម្លាប់ឈីងយ៉ាងរបស់យើងតែក៏ត្រូវឆ្មា3ថ្នាំចាត់ការវាបានមុនបាត់ទៅហើយសាច់រឿងក៏បានកាន់មកដល់ទីតាំងនៅក្នុងផែនទីឈីងយ៉ាងរបស់យើងក៏បាននិយាយថាប្រសិនបើផែនទីនេះជាផែនទីពិតប្រាកដនោះអណ្ដាតភ្លើងឆាបឆេះពណ៌ខៀវប្រកាសជាស្ថិតនៅក្នុងចន្លងភ្នំពពកអាប់នេះហើយពេលនោះឆ្មា3ថ្នាំក៏បានសួរថាតើវាមិនមែនជាអណ្ដាតភ្លើងមួយក្នុងចំណោមអណ្ដាតភ្លើងឋានសួគ៌ទាំង20ទេមែនឈីងយ៉ាងរបស់យើងក៏បានឆ្លើយប្រាប់វាថាក្នុងចំណោមជើងខ្លាំងទាំង10នៅក្នុងពិភពអមតៈអណ្ដាតភ្លើងពណ៌លឿងងងឹតរបស់អត្រាស៊ូយ័នមានអំណាចខ្លាំងជាងគេបំផុតប៉ុន្តែវាបានត្រឹមតែចំណាត់ថ្នាក់ទី49ប៉ុណ្ណោះក្នុងបញ្ជីអណ្ដាតភ្លើងឋានសួគ៌ប្រសិនបើអណ្ដាតភ្លើងឆាបឆេះពណ៌ខៀវនេះបង្ហាញខ្លួននៅក្នុងដែនដីអមតៈវិញនឹងមានព្រឹត្តិការណ៍កាត់សម្លាប់គ្នាយ៉ាងធំជាមិនខានហើយឆ្មា3ឆ្នាំក៏បានសួរថាតើអណ្ដាតភ្លើងនោះមានប្រយោជន៍ដូចអណ្ដាតភ្លើងចលាចលដែលស្ថិតនៅក្នុងខ្លួនរបស់គេអត់ជាយ៉ាងរបស់យើងបានតបថាអណ្ដាតភ្លើងឆាបឆេះពណ៌ខៀវនេះមានសមត្ថភាពធ្វើឲ្យថាមពលវិញ្ញាណរបស់គាត់ដែលបាត់បង់កាលពីមុនត្រឡប់មកដូចដើមវិញនិងអាចធ្វើឲ្យគាត់ឆ្លងផុតដែនកំណត់ខ្ពស់បំផុតនៃការហ្វឹកហាត់របស់គាត់បានផងដែរពេលនោះឆ្មា3ឆ្នាំក៏បានសួរថាមានចំណែកគាត់អត់ជាយ៉ាងប្រាប់ថាច្បាស់ជាមានហើយអាឆ្មា3ឆ្នាំគ្រាន់តែលើថាមានចំណែកវាដែរវាក៏ហក់ចូលមុនគេតែម្ដងគ្រាន់តែហោះទៅភ្លាមមានអីបុករនាំងថាមពលធ្វើឲ្យវាឆេះកន្ទុយស្រែកចាចពេញហ្នឹងហើយបន្តមកទៀតជាយ៉ាងរបស់យើងក៏អាចបំបែករនាំងថាមពលនេះបាននៅក្នុងនោះពួកគេក៏សង្កេតឃើញមានក្បួននាគបុរាណមួយទៀតតែជាយ៉ាងរបស់យើងក៏អាចបំបែកវាបានដោយងាយហើយនិយាយថារបស់ទាំងអស់នេះសម្រាប់ខ្ញុំគ្រាន់តែជារបស់តុបតែងលម្អតែប៉ុណ្ណោះបន្ទាប់មកគាត់ក៏ដើរចូលទៅក្នុងបាត់ទៅរីឯអាឆ្មា3ឆ្នាំក៏សរសើរថាមេរបស់វាពិតជាមានចំណេះដឹងច្រើនមែនហើយក៏រត់ចូលទៅក្នុងតាមមេរបស់វាដែរទៅកាត់មកដល់ខាងក្នុងយើងឃើញមានកំអែភ្លើងជាច្រើនហើយឆ្មា3ឆ្នាំក៏បានរអ៊ូថាអូយក្តៅណាស់ឆេះរោងខ្ញុំអស់ហើយរំពេចពេលនោះក៏មានអណ្ដាតភ្លើងឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅហើយជាយ៉ាងរបស់យើងក៏បាននិយាយថាអណ្ដាតភ្លើងឆាបឆេះពណ៌ខៀវតែនេះជារបៀបដែលឯងទទួលភ្ញៀវមែនទេពេលនោះក៏មានបរិសម្នាក់លេចចេញមកដែលគាត់គឺជាអណ្ដាតភ្លើងឆាបឆេះពណ៌ខៀវនឹងឯងហើយគាត់បាននិយាយថាអស់រយៈពេល3000ឆ្នាំមកហើយគ្មានអ្នកណាអាចបំផ្លាញក្បួននាគក្រៀតបុរាណនេះបានទេហើយគាត់ក៏ត្រូវបានទេវតាដាវខ្មៅហ្វុងវូឃុំនៅទីនេះផងដែរពេលនោះជាយ៉ាងរបស់យើងក៏បានតបថាវាមិនមែនជាការម៉ាស់អីនោះទេដែលឯងត្រូវបានទេវតាដាវហ្វុងវូដែលជាអ្នកខ្លាំងជាងគេឃុំឯងនៅទីនេះហើយអណ្ដាតភ្លើងឆាបឆេះពណ៌ខៀវក៏បានប្រាប់វិញថាគាត់គ្រាន់តែអន់ចិត្តនៅពេលដែលគេឃុំគាត់បែបនេះបន្ទាប់មកក៏បានប្រើប្រាស់ភ្លើងវាយប្រហារទៅលើជាយ៉ាងរបស់យើងតែជាយ៉ាងរបស់យើងទប់ជាប់ហើយនិយាយថាឯងធ្លាប់សាងកំហុសជាមួយទេវតាដាវហ្វុងវូម្ដងហើយតែឯងចង់បង្កើតកំហុសដដែលម្ដងទៀតមែនទេហើយអណ្ដាតភ្លើងឆាបឆេះពណ៌ខៀវក៏បានតបវិញភ្លាមៗថាខ្ញុំជាមនុស្សដែលជឿជាក់លើខ្លួនឯងមុននឹងដើម្បីបំបែកក្បួនបានលោកប្រកាសជាប្រើប្រាស់ថាមពលវិញ្ញាណអស់ច្រើនហើយអញ្ចឹងពេលនេះជាឱកាសដែលខ្ញុំអាចវាយយកឈ្នះលោកបាននិយាយចប់គាត់ក៏បានប្រើប្រាស់ថាមពលដើម្បីចូលទៅក្នុងសមុទ្រផ្លូវចិត្តរបស់ឈីងយ៉ាងយើងគាត់ទៅចូលដល់ក្នុងសមុទ្រផ្លូវចិត្តភ្លាមគាត់ឆ្ងល់ថាហេតុអ្វីមនុស្សធម្មតាម្នាក់មានសមុទ្រផ្លូវចិត្តបរិសុទ្ធបែបនេះគាត់មានអារម្មណ៍ដឹងថាដូចជាសមុទ្រផ្លូវចិត្តរបស់ទេពអមតៈម្នាក់អញ្ចឹងហើយគាត់ក៏បានសួរទៅកាន់ឈីងយ៉ាងថាតើលោកជាអ្នកណាឲ្យពិតប្រាកដឈីងយ៉ាងក៏បានប្រាប់ថាគឺជាទេពអមតៈតែគាត់ឆ្ងល់ថាបើសិនជាទេពអមតៈមែនហេតុអ្វីបានជាឈរនៅទីនេះបានតើអាចឆ្លងកាត់ច្បាប់ឋានសួគ៌ត្រឡប់មកពិភពលោកមនុស្សវិញដោយរបៀបណាឈីងយ៉ាងរបស់យើងក៏បានប្រាប់ថាគាត់ក៏ជាមនុស្សដែលជឿជាក់លើខ្លួនឯងដែររឿងដែលគាត់ចង់ធ្វើគឺគ្មានអ្នកណាអាចខាត់គាត់បានទេអណ្ដាតភ្លើងឆាបឆេះពណ៌គេក៏បាននិយាយថាល្អណាស់ល្អខ្លាំងណាស់អញ្ចឹងថ្ងៃនេះខ្ញុំនឹងស្រូបយកវិញ្ញាណអមតៈរបស់លោកតែម្ដងថាហើយក៏បញ្ចេញភ្លើងយ៉ាងសន្ធោសន្ធៅដេញបាញ់ទៅលើឈិញយ៉ាងរបស់យើងតែត្រឹមភ្លើងប៉ុណ្ណឹងមិនអាចធ្វើអីឈិញយ៉ាងរបស់យើងបានទេបន្ទាប់មកឈិញយ៉ាងរបស់យើងបានស្រូបប្រមូលផ្ដុំភ្លើងទាំងអស់នោះតែមិនដឹងថាគាត់ប្រមូលផ្ដុំហើយគាត់នឹងធ្វើអីបន្តនោះទេព្រោះសាច់រឿងរបស់យើងគឺបញ្ចប់ត្រឹមនេះឯងហើយបើចង់ដឹងច្បាស់កុំភ្លេចរងចាំមើលនៅអេពីសូតទី5ដែលជាភាគបន្តជាចុងក្រោយបើសិនជាស្រឡាញ់កុំភ្លេចចុច Subscribe ហើយបើចូលចិត្តកុំភ្លេចឲ្យមេដៃតែបើមាននិស្ស័យយើងជួបគ្នានៅវីដេអូក្រោយ